នៅព្រឹកមួយអារ៉េបានផ្ញើពីគេនៅក្នុងហ្គៀលថ្មីរបស់គាត់ចំណែកអ្នកទាំងពីរឯនេះវិញបានត្រៀមខ្លួនជាស្រេចដើម្បីចាប់ផ្ដើមការងារថ្មីរបស់ពួកគេអារ៉េនិងលីលីបាននិយាយ Good Morning ដាក់គ្នាទៅវិញទៅមកចំណែករ៉េណឺវិញនៅប្រងើយកតាយហាក់ដូចជានៅអន់ចិត្តរឿងដែលប្រកួតចាញ់អារ៉េដដែលបន្ទាប់មកលីលីក៏មានសេចក្តីប្រកាសមួយដល់អ្នកទាំងអស់គ្នាឲ្យបានដឹងគាត់ប្រាប់ថាហ្គៀលរបស់យើងឥឡូវនេះមានសមាជិក3នាក់ដែលអាចឲ្យគេនឹងមានសិទ្ធិចុះឈ្មោះចូលប្រកួតហ្គៀលតូណាមន្តបានដូច្នេះគាត់ចង់ចុះឈ្មោះចូលរួមប្រកួតនៅក្នុងសប្តាហ៍នេះតែម្ដងអារ៉េក៏និយាយថាបើសិនជាយើងឈ្នះយើងប្រកាសជាបានលុយច្រើនហើយហ្គៀលរបស់យើងប្រកាសជាដំណើរការទៅមុខបានល្អលីលីក៏តបថាប្រកាសណាស់ដូច្នេះគាត់សូមពន្យល់អំពីលក្ខខណ្ឌក្នុងការប្រកួតបន្តិចគ្រប់ហ្គៀលទាំងអស់មិនថាសមាជិកច្រើនប៉ុណ្ណាប៉ុន្តែគេឲ្យចូលរួមប្រកួតតែ5នាក់ប៉ុណ្ណោះហើយវាយម្ដងម្នាក់បើសិនជាហ្គៀលណាមួយអស់សមាជិកហ្គៀលនោះនឹងត្រូវចាញ់លីលីបន្តទៀតថាពួកយើងមិនអាចប្រកួតជាមួយនឹងពួករ៉េង A បានទេដោយសារតែពួកយើងនឹងគឺជារ៉េង B ពេលហ្នឹងអារ៉េក៏អត់យល់ពីរ៉េង B រ៉េង A អីទេហើយរ៉េនីក៏បញ្យល់ប្រាប់គាត់ថារ៉េង A ខ្លាំងជាងរ៉េង B លីលីក៏បញ្យល់ប្រាប់អារ៉េបន្ថែមទៀតថារ៉េងទាំងអស់ហ្នឹងវាមាន4នៅក្នុងទីក្រុងដើររបស់យើងនឹងផងដែរមានអ្នកប្រកែកក្បាច់ដើរនឹងចង់ចូល500នាក់ប៉ុន្តែនៅក្នុងហ្នឹងមានអ្នកខ្លាំងក្នុងចំណាត់ថ្នាក់ A ហ្នឹងក៏ខ្ទង់20នាក់ដែរចំណែករ៉េនឺហើយនឹងគាត់គឺនៅក្នុងរ៉េង B ដឹងរ៉េង B អីគេដែរទេដឹងចេះវាយអត់ទេហើយគាត់បញ្ជាក់ទៀតថាអារ៉េលអាចយកឈ្នះរ៉េនីបានប៉ុន្តែពួកយើងគឺស្ថិតនៅក្នុងរ៉េង B ដដែលបន្ទាប់ពីបោកបែករួចលីលីក៏ចង់ទៅមើលតារាងប្រកួតបន្តិចថាក្រុមរបស់ពួកគេនឹងត្រូវប៉ះក្រុមណាបន្ទាប់មករ៉េណឺក៏ចេញទៅវឹកហាត់ក្បាច់គុនចំណែកអារ៉េក៏ប្រាប់គាត់ឲ្យឈប់សិនហើយក៏បានចាប់ដៃគាត់ទៀតផងធ្វើឲ្យគាត់នឹងមានការអៀនជាខ្លាំងអារ៉េលក៏សូមឲ្យរ៉េណឺនឹងជួយវឹកហាត់ជាមួយគាត់ដើម្បីបង្កើនភាពធន់របស់គាត់ការវឹកហាត់អត់មានអីពិបាកទេគ្រាន់តែឲ្យរ៉េណឺនឹងយកដាវវាយគាត់ប៉ុណ្ណោះរ៉េណឺអត់ចង់វឹកហាត់ជាមួយទេថាហាត់អីឈួតអញ្ចឹងឲ្យគេវាយគាត់ប្រាប់ថាការធន់ការតាននឹងគឺត្រូវបានផ្ដល់ឲ្យដោយព្រះដូច្នេះបើសិនជាអ្នកគ្មានពរជ័យពីព្រះទេអត់ចាំបាច់ខំប្រឹងទេតែអារ៉េលគាត់ក៏អត់ជឿដែរព្រោះថាក្បាច់ដាវខ្វែងនិងក្បាច់សាដូខេរបស់គាត់សុទ្ធតែផ្ដើមចេញដោយការវឹកហាត់របស់គាត់អត់មានព្រះណាមកប្រទានពរឲ្យគាត់ទេធ្វើឲ្យរ៉េណឺរៀងកាំងបន្តិចព្រោះថាជាក់ស្ដែងវាអញ្ចឹងមែនអារ៉េលគឺសុទ្ធតែហាត់ចេះដោយខ្លួនឯងទាំងអស់អ្នកទាំងពីរក៏បានមកដល់ទីលានវឹកហាត់ហើយរ៉េននេះក៏មានការភ្ញាក់ផ្អើលមែនទែននៅពេលដែលអារ៉េលអាចប្រើដាវរបស់គាត់ដោយគ្មានប្រើកម្លាំងអីសូម្បីតែបន្តិចបន្ទាប់មករ៉េនីក៏សួរទៅអារ៉េលម្ដងទៀតថាប្រកាសអត់ដែលឲ្យគាត់វាយហាមត្អូញត្អែនិងហាមស្រែកយំឲ្យសោះអ្នកទាំងពីរក៏បានវឹកហាត់ហើយក៏វាយគ្នាពងប៉ាំងពេញនឹងតែម្ដងទៅចំណែកលីលីឯនេះវិញក៏កំពុងតែរត់ទៅហេតុទៅហោបតាមរកអ្នកទាំងពីរហើយទីបំផុតក៏រកឃើញលីលីមកទាំងស្លន់ស្លោប្រាប់ពួកគេថាពួកយើងគឺមានបញ្ហាធំហើយដោយសារតែការប្រកួតរបស់ពួកយើងនឹងគឺជួបពួករ៉េង A ទាំងអស់ហើយពិសេសប៉ះក្រុមដាវខ្មៅទៀតដែលជាហ្គៀលមួយខ្លាំងជាងគេក្នុងពេលបច្ចុប្បន្នហ្នឹងលីលីមានការបារម្ភព្រោះថាខ្លាចពួកគេនឹងយកជ័យជំនះអត់បានហើយជាពិសេសអាមេអ្នកដឹកនាំឈ្មោះចោចនឹងគឺថាសាហាវព្រៃផ្សៃមែនតើអាពេលហ្នឹងបន្ទាប់ពីឡូឡាអស់ចិត្តគាត់ទើបតែឃើញទេថាអារ៉េលនឹងត្រូវរ៉េណឺវាយឡើងប៉ោងក្បាលបាត់ទៅហើយក៏បានបន្ទោសទៅរ៉េណឺថាហេតុអីបានជាវាយគាត់ទៀតហើយរ៉េណឺក៏បញ្ជាក់ប្រាប់ថានេះគ្រាន់តែជាការវឹកហាត់របស់ពួកគេប៉ុណ្ណោះលីលីគិតថាប្រហែលជារ៉េណឺនឹងគ្រាន់តែយកអារ៉េមកបញ្ចេញកំហឹងប៉ុណ្ណោះប៉ុន្តែរ៉េណាក៏បញ្ជាក់ថាអត់ចង់ធ្វើអញ្ចឹងទេក៏អត់បានធ្វើអញ្ចឹងទេនៅថ្ងៃបន្ទាប់ការប្រកួតក៏បានមកដល់ហើយក្រុមរបស់អារ៉េលនឹងក៏បានមកដល់កន្លែងប្រកួតដូចគ្នាមនុស្សគ្រប់គ្នានៅទីនោះនាំគ្នានិយាយថាក្រុមដែលចាស់បាត់មុខឈឹងយូរហើយឥឡូវនេះមកប៉ះក្រុមដែលថប់វ័នបច្ចុប្បន្នទៀតតើទៅរួចអត់តាមមើលពួកគេគិតថាប្រកាសណាគ្មាននរណាអាចឈ្នះក្រុមដាវខ្មៅបានទេហើយពួកគេក៏នាំគ្នាភ្នាល់លុយហើយភាគច្រើនគឺចាក់ខាងដាវខ្មៅទាំងអស់ហ្នឹងហើយពួកគេនៅទីនោះក៏នាំគ្នានិយាយថាក្រុម Dragon Fang នឹងស្មានតែរលាយបាត់ក្រុមអស់ហើយព្រោះថាបាត់មុខឈឹងយូរពេលហ្នឹងលីលីឮពួកគេនិយាយដើមក្រុមរបស់គាត់គឺថាខឹងយកតែមែនតែចង់ចូលទៅវាយគេយកតែម្ដងតែសំណាងល្អរ៉េនៅចាប់គាត់ជាប់លីលីប្រាប់ទៅអារ៉េលថាខណៈដែលក្រុមរបស់ដាវខ្មៅហ្នឹងគេគ្រប់គ្រង 20% ចំណែកក្រុមរបស់យើងហ្នឹងគឺ 1% ហើយអារ៉េលក៏តបថាមានអីល្អតើគណៈលីលីគឺថាខឹងយ៉ាងខ្លាំងល្អអីមានន័យថាក្រុមរបស់យើងនឹងគ្មានអ្នកណារំពឹងតែឈ្នះបានទេតែលីលីក៏បញ្ជាក់ថាក្រុមរបស់យើងដាច់ខាតត្រូវតែឈ្នះព្រោះថាបើសិនជាចាញ់ពួកយើងគ្មានលុយហើយក៏គ្មានហ្គៀលតទៅមុខទៀតដែរហើយគណៈពេលហ្នឹងចយដែលជាអ្នកដឹកនាំក្រុមដាវខ្មៅហ្នឹងក៏បានមកដល់គាត់និយាយថាក្មេងល្អិតមើលទៅក្លាហានគួរសមដែលកាន់ហ្គៀលតពីឪពុករបស់គាត់ហើយគាត់ឮដំណឹងថាយកមនុស្សម្នាក់ដែលអត់មានឋានៈអត់មានជំនាញអីតតែសោះចូលក្រុមទៀតមែនលីលីក៏តបថាគាត់យកអ្នក
ណាចូលតើមានតាក់ទងអីនឹងអាប៉ែចយឯងតើចង់មានរឿងមែនអាប៉ែហ្នឹងក៏ប្រាប់ថាក៏មកទីនេះគ្រាន់តែចូលរួមអបអរតើដែលឃើញហ្គៀលចាស់មួយត្រឡប់មកវិញអីចឹងណាហើយគាត់ពិតជាមានការពិបាកចិត្តដែលហ្គៀលដែលធ្លាប់តែល្បីបែរជាបាត់មុខឈឹងហើយធ្លាក់ដល់បាតតារាងបែបនេះគាត់សង្ឃឹមថាហ្គៀលមួយនឹងនឹងធ្វើបានល្អឡើងវិញហើយគាត់ក៏ចាំមើលស្នាដៃអ្នកទាំងអស់គ្នាផងដែរថាធ្វើអ្វីបានខ្លះហើយក៏លាចាកចែងទៅដែលតាមពិតអាប៉ែហ្នឹងគឺថាមកឌឺហ្មងចំណែកអារ៉ែលវិញក៏អត់ដឹងថាអាប៉ែហ្នឹងមកឌឺមកអីដែររ៉េនីប្រាប់ថាអាប៉ែចុចហ្នឹងមើលទៅគឺចង់កំចាត់ក្រុមរបស់យើងចោលនិយាយទៅគឺចង់ទម្លាក់ហ្គៀលយើងចោលតែម្ដងអត់ឲ្យមានមុខទៀតអីចឹងណាបន្ទាប់មកគណៈកម្មការក៏បានប្រកាសប្រាប់ថាការប្រកួតរបស់ពួកយើងនឹងគឺថាចិត្តចាប់ផ្ដើមហើយការប្រកួតលើកនេះគឺក្រុមដាវខ្មៅត្រូវប៉ះគ្នាជាមួយនឹងក្រុម Dragon Fang ដែលធ្វើឲ្យអ្នកទស្សនានៅទីនោះគឺថាហូរកញ្ជ្រៀវអបអរសាទរនិងចង់មើលការប្រកួតមែនតែនអារ៉ែលនិយាយថាអាប៉ែមួយមេគេនឹងដូចជាអត់មានបច្ជីក្នុងការប្រកួតទេហើយមើលទៅដូចជាមានការងាយស្រួលសម្រាប់ពួកយើងហើយចំណែកលីលាវិញបារម្ភថាក៏មើលសារសត្រូវឲ្យសោះព្រោះថាពួក5នាក់ហ្នឹងគឺសិតតែជាអ្នករែងអេទាំងអស់ហ្នឹងឯងរ៉េនីក៏បញ្ជាក់ប្រាប់ថាមើលទៅចយហ្នឹងគឺថាអត់ចង់ផ្ដល់ឱកាសឲ្យពួកយើងទេគឺចង់កំចាត់ពួកយើងចោលហើយព្រោះថា line up របស់ពួកគេហ្នឹងគឺសិតតែជាអ្នកខ្លាំងហើយវាយ aggressive មែនតើចំណែកអារ៉ែលវិញគាត់បែរជាញញឹមហើយក៏និយាយថាគាត់សង្ឃឹមថាបានឃើញ skill ផ្លាយរបស់សត្រូវដែលធ្វើឲ្យអ្នកទាំងពីរហ្នឹងរៀងកាំងតែម្ដងហើយពួកគេក៏ប្រាប់ថាវាសនា gear របស់យើងគឺពឹងលើការប្រកួតម្ដងនេះហើយធ្វើឲ្យប្រកបប្រជាតិចទៅមើលកុំលេងសើចអសោះបន្ទាប់មកការប្រកួតក៏បានចាប់ផ្ដើមគណៈកម្មការបានប្រកាសមនុស្សម្នាក់ឈ្មោះថា GO ដែលមកពីក្រុមដាវខ្មៅនិងម្នាក់ទៀតឈ្មោះថា Arel មកពីក្រុម Dragon Fang ប៉ុន្តែក៏រៀងភ្ញាក់ផ្អើលបន្តិចព្រោះថា Arel នឹងជា hero អត់មានថ្នាក់ដែលធ្វើឲ្យអ្នកទស្សនានៅទីនោះមានការភ្ញាក់ផ្អើលមែនទែនហើយពួកគេក៏គិតថាតើ Arel នឹងចង់មកសម្លាប់ខ្លួនឬក៏យ៉ាងម៉េចចំណែក GO ដែលជាដៃគូរបស់ Arel នឹងគឺថាអស់អារម្មណ៍អត់ចង់វាយអាលីងហ្មងព្រោះថាគេជា hero ថ្នាក់ A ទាំងមូលបែរជាវាយមនុស្សម្នាក់អត់មានថ្នាក់ទៅវិញបន្ទាប់មកក៏ប្រើល្បឿនយ៉ាងលឿនហក់មកចាក់ Arel ត្រូវមួយដាវហើយក៏គិតថាអាប៉ែតនេះគឺពិតជាការមែនទែនត្រឹមតែមួយក្បាច់ប៉ុណ្ណោះគាត់ឈ្នះបាត់ទៅហើយប៉ុន្តែមានណានោះគ្រាន់តែជាសមររបស់គាត់ប៉ុណ្ណោះដោយសារតែគាត់ប្រើ Shadow Kill ហើយពេលហ្នឹងអាប៉ែហ្នឹងក៏ដឹងថាជាក្បាច់ Shadow Kill ផងដែរបន្ទាប់មក Arel ក៏បែងភាគជា2ទៀតអាប៉ែជីយ៉ូគិតថាត្រឹមបែងភាគ2ប៉ុណ្ណឹងតែអាចធ្វើអីគាត់កើតកំពុងតែគិតមិនទាន់ចប់ផងស្រាប់តែបែងភាគនៅពីក្រោយខ្នងមួយទៀតធ្វើឲ្យគាត់មានការភ្ញាក់ផ្អើលមែនទែនគាត់កាប់សមររបស់ Arel ឆ្វាយចុះឆ្វាយឡើងប៉ុន្តែទីបំផុតក៏ត្រូវរូបពិតរបស់ Arel ហ្នឹងចាក់ឲ្យគាត់ដួលហើយក៏យកជ័យជំនះលើកទី1បានធ្វើឲ្យអ្នកគ្រប់គ្នានៅទីនោះមានការភ្ញាក់ផ្អើលមែនទែនព្រោះថា hero អត់មានថ្នាក់បែរជាអាចយកឈ្នះ hero ថ្នាក់ A បានយ៉ាងងាយស្រួលបែបនេះខណៈដែលក្រុមរបស់គ្នាគេនឹងក៏មានការភ្ញាក់ផ្អើលផងដែររ៉េនីផ្ទាល់កាន់តែភ្ញាក់ផ្អើលជាងគេទៀតព្រោះថានោះមិនមែនជា hero ធម្មតាទេគឺជា hero ថ្នាក់ A ប៉ុន្តែ Arel បែរជាអាចយកឈ្នះដោយងាយស្រួលបំផុតទៅវិញចំណែកចោចមើលមក Arel ដោយកំហឹងព្រោះថាកូនចៅរបស់គាត់បានចាញ់គណៈអ្នកផ្សេងទៀតគិតថាតើ Arel នឹងពិតជាគ្មានថ្នាក់មែនឬក៏អត់តែពួកគេជឿជាក់ថាគ្មាននរណាម្នាក់ហ៊ានកុហកនៅក្នុងការប្រកួតនោះទេបន្ទាប់មកការប្រកួតលើកទី2ក៏បានចាប់ផ្ដើមប្រូម្នាក់នឹងបានកាប់មកលើ Arel ប្រមាណកបាត់ផងដែរ Arel គ្រាន់តែទប់និងដកថយប៉ុណ្ណោះបន្ទាប់មកក៏ប្រើក្បាច់ដាវខ្វែងអាចបដូរទៅលើ hero ម្នាក់នឹងទៀតបានការប្រកួត hero ទី3ក៏បានមកដល់ប្រូម្នាក់នឹងប្រើកាំបិតខ្លីៗដើម្បីទប់ទល់ជាមួយ Arel អាប៉ែម្នាក់នឹងក៏ហមមកទាត់ Arel ត្រូវមួយជើងផងដែរប៉ុន្តែយ៉ាងណានោះគ្រាន់តែជាស្រមោលប៉ុណ្ណោះហើយ Arel ក៏អាចយកឈ្នះគាត់បានដោយងាយស្រួលបំផុតដដែលចំណែកគ្នារបស់គាត់មានការភ្ញាក់ផ្អើលនិងត្រេកអរមែនទែនព្រោះថា Arel បដូរ hero ថ្នាក់ A បដូរអស់3នាក់ហើយឥឡូវនេះសល់តែ2នាក់ទៀតប៉ុណ្ណោះឥឡូវនេះ Arel ត្រូវប្រឈមមុខជាមួយនឹង hero ប្រភេទតែងដែលជា hero លើកទី4ហើយចំណែកលីលានេះវិញគាត់ជាសមាជិកក្រុមម្នាក់ដែរប៉ុន្តែគាត់អាចជួយអ្វីដល់ Arel ហើយក៏អាចចូលរួមប្រយុទ្ធជាមួយនឹងមនុស្សទាំងនោះបានដែរគាត់គ្មានអ្វីក្រៅពីជួយស្រែកលើកទឹកចិត្តដល់ Arel ឲ្យខំប្រឹងនោះទេそうかあと2人あと2人あと2人ほらライナもあと2人Hero ទី4មានការពិបាកដល់គាត់បន្តិចដោយសារតែគាត់មានធំហើយតានថែមទាំងមានខែលជួយការពារទៀតផងគាត់ក៏កាប់ត្រូវអប៉ែតែងនឹងប្រមាណកបាត់ផងដែរគាត់បញ្ជាក់ថាជាដំបូងគាត់នឹងព្យាយាមបំបី Divine Protection របស់អប៉ែតែងនឹងជាមុនសិនតែអប៉ែនឹងអត់បានខ្វល់អីទេគឺដឹងតែប្រើកម្លាំងឲ្យខ្លាំងដើម្បីវាយប្រហារមកលើ Arel តែប៉ុណ្ណោះអ្នកទាំងពីរនៅតែបន្តប្រយុទ្ធគ្នា Arel ក៏អាចទាត់ខែរបស់គាត់ឲ្យជ្រុះចេញពីដៃបានដែលធ្វើឲ្យគាត់ងាយស្រួលជាងមុនដើម្បីវាយប្រហារឲ្យចំគោលដៅទៅលើសត្រូវរបស់គាត់ Arel
បានតតចំ hero នឹងមួយជើងដើម្បីបំបែក Divine Protection របស់គាត់បន្ទាប់មកក៏ទៅយកខាលអាប៉ែតនឹងហើយក៏ប្រើក្បាច់អាប៉ែតនឹងដើម្បីវាយប្រហារបកទៅលើសត្រូវរបស់គាត់វិញអ្នកទាំងពីរនៅតែបន្តប្រយុទ្ធគ្នាទៀតហើយជាចុងក្រោយក៏ត្រូវមួយខែរបស់ខ្លួនឯងនឹងធ្វើឲ្យដេកស្អាតតែម្ដងហើយទីបំផុត Arel ក៏អាចយកឈ្នះអ្នកទី4បានហើយនៅសល់តែម្នាក់ទៀតការប្រកួតនឹងគឺត្រូវចប់បន្ទាប់ពីទទួលជ័យជំនះផ្ទាល់អ្នកទស្សនានឹងក៏ចាប់ផ្ដើមអុកឡុកហើយពួកគេអត់ជឿជាក់ទេថា Arel នឹងគឺជា hero អត់មានថ្នាក់ដោយចោទថា Arel ប្រកាសជាកុហកអ្នកទាំងអស់គ្នាដើម្បីឲ្យមហាជនអស់ចិត្តគណៈកម្មការសម្រេចចិត្តយក ID របស់ Arel នឹងដើម្បីធ្វើតេស្តហើយគាត់ក៏សួរទៅ Arel ផងដែរតើមានបញ្ហាអីឬក៏អត់ហើយ Arel ក៏បញ្ជាក់ប្រាប់ថាគ្មានបញ្ហាអីទេពួកគេក៏ចាប់ផ្ដើមធ្វើតេស្តពិនិត្យមើលទាំងអស់គ្នាដ៏មូលហៅថា Critical Ball វាមានសមត្ថភាព scan ដឹងពីសមត្ថភាពរបស់មនុស្សទាំងអស់បន្ទាប់ពីពួកគេ scan រួចហើយដ៏មូលនឹងបញ្ជាក់ថា Arel គឺពិតជា hero ដែលអត់មានថ្នាក់ពិតមែនធ្វើឲ្យមហាជនមានអារម្មណ៍ថាស្ងប់ចិត្តទៅវិញបន្តិចចំណែកចយវិញគឺថាខឹងយកតែមែនតែនចំណែកខាងលីលានេះវិញក៏រៀងស្ងប់ចិត្តបន្តិចព្រោះថាក្រុមរបស់ពួកគេនឹងអត់កើតអីហើយគាត់បែរជាខឹងទៅ Rainer ទៅវិញដោយសារតែគាត់មានមោទនភាពនឹង Arel ខ្លាំងពេកហើយក៏ចោទ Rainer ថាអត់ប្រាប់គាត់តាំងពីដំបូងដែល Arel នឹងគឺមានសមត្ថភាពខ្លាំងបែបនេះ Rainer គាត់ក៏ដឹងថា Arel នឹងខ្លាំងជាងមុនឆ្ងាយដូចគ្នាហើយគាត់ឆ្ងល់ថារយៈពេល5ឆ្នាំនេះតើ Arel នឹងវឹកហាត់យ៉ាងម៉េចខ្លះលីលាវិញការប្រកួតអត់ទាន់ចំនៅឡើយទេប៉ុន្តែគេគិតដល់ថាពេលប្រកួតចប់ពេលណាគាត់នឹងទៅរៀបចំដើម្បីធ្វើកម្មវិធីជប់លៀងដោយសន្យានឹងខ្លួនឯងថានឹងមើលថែ Arel ឲ្យបានល្អអត់ឲ្យគាត់ចាកចេញពីហ្គារបស់គាត់ទេព្រោះឥឡូវនេះសមត្ថភាពរបស់ Arel នឹងគឺថាខ្លាំងមែនទែនសម្រាប់គាត់គណៈកម្មការក៏សូមអញ្ជើញគុនដាវមួយទៀតចុងក្រោយដើម្បីធ្វើការប្រកួតគ្នាជាមួយនឹង Arel គាត់មានឈ្មោះថា Masamune មានរហស្សនាមថា Master of Sword Arel ឃើញគាត់ហើយមានអារម្មណ៍ថារៀងព្រឺតិចដោយមានអារម្មណ៍ថាម្នាក់នេះគឺខ្លាំងជាងអ្នកមុន Rainer និយាយថាម្នាក់នេះគឺជាគុនដាវថ្នាក់ខ្ពស់ហើយជាធម្មតានៅតែភាគខាងលិចមិនដែលឃើញមកទីនេះទេលីលាវិញក៏ដូចគ្នាព្រោះថាគាត់អត់ដែលឃើញបរិសម្នាក់ហ្នឹងតាំងពីដើមមកទេហើយក៏គិតថាគាត់ប្រហែលជាអាវុធសម្ងាត់របស់ចយនឹងឯងការប្រកួតក៏ចាប់ផ្ដើមខណៈ Arel ម្ដងនេះក៏មានការប្រុងប្រយ័ត្នជាងរាល់ដងហើយ Masamune ក៏ប្រាប់ឲ្យ Arel ខិតមកមុខតិចមកដើម្បីងាយស្រួលប្រយុទ្ធគ្នា Arel ក៏ឆ្ងល់ថាហេតុអីបានជាប៉ែនហ្នឹងអត់ដកដាវត្រៀមតតែសោះមើលទៅប្រហែលជាគេមានលបឿនលឿនណាស់ហើយ Arel និយាយថាគាត់អត់ទាន់ចង់ចាប់ផ្ដើមទេព្រោះតែគាត់ចង់ឃើញក្បាច់ដាវរបស់ Masamune នឹងសិនគណៈ Masamune ក៏បានសើចចំអកហើយគាត់និយាយថាបើសិនជាគាត់បញ្ចេញក្បាច់ Arel ប្រកាសជាដួលទៅនឹងដីមិនខានពួកគេទាំងពីរនាក់ក៏បានកើតដូចគ្នាដោយគិតថាការប្រកួតមួយនេះមើលទៅអ្នកណាលឿនជាងអ្នកនឹងប្រកាសជាឈ្នះ Masamune បានកាប់មកលើ Arel យ៉ាងលឿនប៉ុន្តែ Arel ស្រាប់តែបាត់ខ្លួនភ្លាមធ្វើឲ្យគាត់មានការភ្ញាក់ផ្អើលមែនទែន Arel បានមកដល់ពីក្រោយខ្នងហើយក៏ទៅសារទៅដៃគូរបស់គាត់ថាមានលបឿនលឿនប៉ុន្តែនៅតែយឺតជាងគាត់ព្រោះថាគាត់បានរៀនក្បាច់ដាវនិងលបឿនពីមនុស្សម្នាក់ដែលលឿនជាងគេបំផុតគឺគាត់ចង់និយាយអំពីម៉ាករបស់គាត់នឹងឯងហើយក៏បានចាក់អាប៉ែតនឹងឲ្យដួលទៅលើដីហើយទីបំផុតគាត់ក៏អាចយកឈ្នះការប្រកួតមួយនេះបានគណៈកម្មការក៏បានប្រកាសទៅលើជ័យជំនះរបស់ Arel ហើយក៏បានធ្វើឲ្យមហាជនជាច្រើនបានខឹងទៅលើក្រុមដាវខ្មៅដោយសារតែពួកគេនឹងធ្វើការភ្នាល់គ្នាអស់លុយជាច្រើនចំណែក Rainer ហើយនឹង Lilia នេះវិញចង់ភ្លេចនិងផ្លឹកស្មារតីអស់ហើយព្រោះថាហ្គារបស់គាត់នឹងបានទទួលជ័យជំនះ Lilia អរគុណតែ Arel ខ្លាំងមែនទែនហើយក៏ហៅមកអោបគាត់ប៉ុន្តែត្រូវ Arel នឹងកេកផុតក៏ធ្វើឲ្យគាត់ដួលទៅនឹងដី Lilia ខឹងដែល Arel អត់ព្រមឲ្យគាត់អោបហើយ Arel មានទម្លាប់កិច្ចនឹងដោយសារតែបងស្រីរបស់គាត់តែងតែចាប់អោបគាត់ Arel ងាកមកមើល Rainer ឃើញថាគាត់ដូចជាចង់អោប Arel ដែរព្រោះថាគាត់សប្បាយចិត្តពេកដោយសាររំភើបពេកធ្វើឲ្យគាត់ភ្លេចខ្លួនហើយក៏ចាប់ផ្ដើមអៀននិងរៀបរឹករៀបពាធ្វើដូចជាធម្មតាមកវិញតែ Arel និយាយថាបើសិនជាចង់អោបគាត់គួរតែដោះអាវក្រោះចេញសិន Rainer សួរថាតើ Arel និយាយអីគេមិញគណៈ Arel ក៏ប្រាប់ម្ដងទៀតថាគាត់អត់បាននិយាយអីទេ Lilia ឃើញឱកាសក៏ហៅទៅអោប Arel ម្ដងទៀតតែជាលទ្ធផលអត់បានអោបដដែលគណៈដែលចុយបានមើលពួកគេពីខាងលើដោយកំហឹងនិងខឹងខ្លាំងមែនទែន